តើសរងប្រៃកម្រិតអំបិលធម្មតានិងកម្រិតអំបិលខ្ពស់មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចតែទាំងគ្នាមានដឹងអត់ថាការលេងចំមុកជាមួយនឹងសរងប្រៃជាការការពារដំបូងបង្អស់ប្រឆាំងនឹងជំងឺផ្ដាសាយដែលជាទូទៅវាប្រឡងពីធម្មជាតិមានប្រសិទ្ធភាពនិងគ្មានផលរំខានផងដែរតើសរងប្រៃជាអ្វីសរងប្រៃគឺជា solution អំបិលដែលអាចយកមកលាងចំមុកនៅពេលមានអាឡែស៊ីឬផ្ដាសាយជាពិសេសវាជួយសម្អាតលាងនៅ slash មេរោគឬសារធាតុផ្សេងៗនៅក្នុងច្រមុះហើយលោកអ្នកអាចធ្វើការលាងសម្អាតដោយប្រើទឹកអំបិលឬទឹកសមុទ្រដែលមានជាតិរ៉ែតែខ្ញុំត្រូវប្រើសរងប្រៃទម្រង់ដូចម្តេចយើងមានទម្រង់ជា spray បាញ់ដែលផ្ដល់ភាពងាយស្រួលអាចប្រើប្រាស់បានភ្លាមៗនិងមានសុវត្ថិភាពចំពោះមនុស្សគ្រប់វ័យវិធីសាស្ត្រនៃការប្រើប្រាស់ចាប់ផ្ដើមដោយការញីច្រមុះជាមួយនឹងក្រដាសអនាម័យបន្ទាប់មកបាញ់1ទៅ2ឈីតទៅក្នុងរន្ធច្រមុះដែលអន់ក្បាត់ទៅខាងមុខបន្តិចប្រហែល1នាទីក្រោយមកញីច្រមុះម្ដងទៀតហើយការញីលើកនេះត្រូវញីម្ដងម្ខាងដោយបិទរន្ធច្រមុះម្ខាងត្រូវប្រុងប្រយ័ត្នមិនត្រូវញីខ្លាំងពេកទេព្រោះអាចធ្វើឲ្យលោកអ្នកឈឺត្រចៀកឬរលាកត្រចៀកជាដើមមួយវិញទៀតយើងមានសរងប្រៃជាលក្ខណៈដបតូចអញ្ចឹងដែលជាប្រភេទសរងប្រៃមានលក្ខណៈស្អាតគ្មានមេរោគនិងប្រើប្រាស់ម្ដងរួចបោះចោលវាងាយស្រួលប្រើប្រាស់សម្រាប់កុមារងាយដាក់តាមខ្លួនពេលធ្វើដំណើរនិងអាចប្រើប្រាស់សម្រាប់លាងសម្អាតភ្នែកផងដែរមួយវិញទៀតយើងមានទម្រង់ជាដបនិងសារ៉ាំងទម្រង់នេះសន្សំចៃខ្ពស់ជាពិសេសសម្រាប់លោកអ្នកដែលត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃសរងប្រៃឬទឹកសមុទ្រសរងប្រៃគឺជាទឹកអំបិលដែលមានកំហាប់ 0.9% រីឯទឹកសមុទ្រមានអំបិលដូចគ្នាតែមានសារធាតុរ៉ែដទៃទៀតដូចជាម៉ាញ៉េស្យូមនិងស័ង្កសីទឹកសមុទ្រមានកំហាប់អំបិលខ្ពស់ដូច្នេះមុននឹងយើងយកមកប្រើប្រាស់បានតើតែយើងយកវាមកពង្រាយជាមុនសិនកម្រិតអំបិលធម្មតាឬកម្រិតអំបិលខ្ពស់ចំពោះសរងប្រៃកម្រិតអំបិលធម្មតាយើងអាចប្រើប្រាស់បានជាប្រចាំថ្ងៃដែលមានសុវត្ថិភាពរីឯសរងប្រៃកម្រិតអំបិលខ្ពស់គឺវាឆាប់តែធូរច្រមុះតែទោះបីជាយ៉ាងណាក៏ដោយយើងគួរប្រើប្រាស់វាក្នុងករណីតឹងច្រមុះនិងរយៈពេលខ្លីព្រោះវានឹងផ្ដល់ផលរំខានខ្លះៗដោយសារតែកម្រិតអំបិលខ្ពស់នេះឯងតើប្រើម្ដងប៉ុន្មានមីលីលីត្រយើងអាចប្រើប្រាស់ម្ដង30ទៅ60មីលីលីត្រនៅក្នុងរន្ធច្រមុះនីមួយៗរហូតដល់សរងប្រៃហូរពីរន្ធម្ខាងទៅរន្ធម្ខាងទៀតតើប្រើញឹកញាប់ប៉ុណ្ណាប្រើប្រាស់ម្ដងក្នុងមួយថ្ងៃតែបើក្នុងករណីផ្ដាសាយលោកអ្នកអាចប្រើប្រាស់ច្រើនដងតាមការចាំបាច់សូមអ្នកទាំងអស់គ្នាចងចាំថាការប្រើប្រាស់សរងប្រៃជាវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីអនាម័យច្រមុះយើងបើសិនបើលោកអ្នកត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃសូមជ្រើសរើសសរងប្រៃកម្រិតអំបិលធម្មតាតែបើសិនបើក្នុងករណីចាំបាច់ឬតឹងច្រមុះសូមអ្នកទាំងអស់គ្នាជ្រើសរើសយកសរងប្រៃកម្រិតអំបិលខ្ពស់ទោះលោកអ្នកជ្រើសរើសរកជម្រើសណាមួយក៏ដោយសូមចងចាំថាការប្រើប្រាស់សរងប្រៃនៅតែជាជម្រើសទី1សម្រាប់ព្យាបាលអាការៈអាឡែស៊ីនិងផ្ដាសាយ